ចំណុចទាំង5ដែលអាចសិក្សាពីករណីរបស់អតីតអង្គការអ៊ឹមសុផាន់រិទ្ធហើយចែកទូចចំណុចទាំង5នោះមានដូចជាចំណុចទី1កុំធ្វើការរកស៊ីឬជួញដូរប្រកបអាជីវកម្មដោយមិនចេះមើលកលៈទេសៈមានន័យថាអ្នករកស៊ីឬធ្វើអាជីវកម្មត្រូវដឹងស្គាល់កលៈទេសៈណាដែលគួរឬមិនគួរចំពោះករណីរបស់អតីតអង្គការអ៊ឹមសុផាន់រិទ្ធហើយចែកទូចនេះក្នុងកលៈទេសៈដែលប្រទេសកម្ពុជានិងប្រទេសសៀមមានវិវាទចំនួនព្រំដែនជាមួយគ្នាដែលប្រទេសទាំងពីរបានបិទព្រំដែនជាមួយគ្នារួចទៅហើយថែមទាំងប្រជាជនកម្ពុជាធ្វើពហិការមិនទិញទំនិញសៀមទៀតផងហេតុអ្វីក៏អតីតអង្គការរូបនេះមិនចេះមើលកលៈទេសៈបើជាប្រឹងសម្រុកនាំទំនិញសៀមចូលដែលជាប្រភេទសាច់បង្កកតើទំនិញទាំងអស់នេះយកទៅលក់ឲ្យអ្នកណាបើប្រជាជនខ្មែរទូទាំងប្រទេសធ្វើពហិការមិនពេញចិត្តក្នុងការទិញរបស់ទាំងនេះយកទៅប្រើប្រាស់ផងនោះដូច្នេះការមិនចេះមើលកលៈទេសៈរបស់អតីតអង្គការរូបនេះបាននាំរឿងមកដាក់ខ្លួនចំណុចទី2ដែលយើងត្រូវស្វែងយល់ផងដែរគឺមិនត្រូវធ្វើការរកស៊ីដោយក្បត់មនសិការជាតិនិងឆន្ទៈប្រជាជនមានន័យថាគ្រប់អ្នករកស៊ីធ្វើការជួញដូរពាណិជ្ជកម្មទាំងឡាយព្រមទាំងប្រជាជនទូទៅផងដែរត្រូវតែមានមនសិការជាតិនៅក្នុងខ្លួនត្រូវតែមានព្រលឹងជាតិគិតផលប្រយោជន៍ជាតិឲ្យធំជាងផលប្រយោជន៍អាត្មានិយមរបស់ខ្លួនមិនត្រូវសម្លឹងឃើញតែលុយដោយបំភ្លេចចោលនៅមនសិការជាតិនិងព្រលឹងជាតិដូនតារបស់ខ្លួននោះទេហើយបែរជាក្បត់នៅឆន្ទៈប្រជាជនធ្វើការជួញដូររកស៊ីដោយប្រឆាំងជាមួយនឹងគំនិតប្រជាជនរបស់ខ្លួនទៅវិញក្នុងកលៈទេសៈនេះយើងដឹងហើយប្រទេសសៀមចាត់ទុកកម្ពុជាគឺជាសត្រូវហេតុអ្វីយើងត្រូវធ្វើការនាំទំនិញសត្រូវចូលមកលក់ឲ្យប្រជាជនខ្លួនចំណុចទី3មិនត្រូវមានភាពលោភលន់ហួសហេតុដោយមិនខ្វល់ពីខុសនិងត្រូវករណីរបស់អតីតអង្គការរូបនេះដោយសារតែភាពលោភលន់ហួសហេតុគិតពីលុយជាធំដោយមិនខ្វល់ពីភាពខុសនិងត្រូវធ្វើឲ្យខ្លួនបាត់បង់ងារអង្គការដែលទើបតែទទួលបានរយៈពេល3ឆ្នាំប៉ុណ្ណោះសូមបញ្ជាក់ផងដែរថាអតីតអង្គការអ៊ឹមសុផាន់រិទ្ធហើយចែកទូចនេះបានទទួលគោរមងារជាអង្គការពីការឡាយព្រះហស្ថលេខារបស់ព្រះបាទនរោត្តមសីហមុនីនៅថ្ងៃទី19ខែសីហាឆ្នាំ2022ហើយត្រូវបានបញ្ចប់គោរមងារអង្គការទៅវិញដោយការចុះហត្ថលេខារបស់ប្រមុខរដ្ឋស្ដីទីសម្ដេចតេជោហ៊ុនសែននៅថ្ងៃទី10ខែតុលាឆ្នាំ2025ដូច្នេះរយៈពេលនៃការកាន់កាប់ងារអង្គការរបស់អតីតអង្គការរូបនេះមានត្រឹមតែរយៈពេល3ឆ្នាំប៉ុណ្ណោះមានន័យថាដោយសារតែភាពលោភលន់ហួសហេតុរបស់អតីតអង្គការរូបនេះបានធ្វើឲ្យខ្លួនអស់គោរមងារជាអង្គការមិនត្រឹមតែប៉ុណ្ណោះថែមទាំងមានកេរ្តិ៍ឈ្មោះមិនល្អនៅក្នុងសង្គមខ្មែរផងដែរទាំងកេរ្តិ៍ឈ្មោះមិនល្អសម្រាប់បុគ្គលផ្ទាល់ខ្លួននិងសម្រាប់អាជីវកម្មរកស៊ីរបស់ខ្លួនចំណុចទី4ដែលប្រជាជនទូទៅនិងអ្នករកស៊ីគួរតែសិក្សាស្វែងយល់ត្រូវរកស៊ីដោយភាពស្មោះត្រង់និងសុចរិតភាពយើងឃើញហើយដោយសារតែភាពមិនស្មោះត្រង់របស់អ្នករកស៊ីពិសេសករណីរបស់អតីតអង្គការរូបនេះបានធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួននិងកេរ្តិ៍ឈ្មោះរបស់ខ្លួនផងដែរភាពស្មោះត្រង់គឺជារឿងសំខាន់មិនត្រឹមតែការរកស៊ីឬក៏ការប្រកបរបរជួញដូរនោះទេសូម្បីតែទំនាក់ទំនងប្រចាំថ្ងៃរវាងមនុស្សទូទៅក៏មានសារៈសំខាន់ផងដែរចំណុចទី5ត្រូវស្ដាប់មតិរបស់មហាជនគឺជាអតិថិជនរបស់ខ្លួនដូច្នេះបើអ្នករកស៊ីជួញដូរមិនធ្វើការស្ដាប់មតិរបស់មហាជនដោយនៅតែបន្តសកម្មភាពប្រឆាំងជាមួយនឹងមតិរបស់មហាជននោះនឹងធ្វើឲ្យអាជីវកម្មរកស៊ីជួញដូររបស់ខ្លួនដួលរលំជាមិនខានចំពោះករណីរបស់អតីតអង្គការរូបនេះដោយរងការវាយប្រហារពីមតិរបស់មហាជនជាច្រើននោះអតីតអង្គការរូបនេះបានធ្វើការសម្រេចចិត្តដុតបំផ្លាញនៅទំនិញដែលជាសាច់បង្កកនាំចូលពីសៀមដែលការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយលិខិតមួយរបស់ក្រុមហ៊ុនអតីតអង្គការរូបនេះចុះថ្ងៃទី15ខែតុលាឆ្នាំ2025នេះគ្រាន់តែជាការបញ្ចេញនៅលិខិតដែលបង្ហាញជំហរក្នុងការដុតបំផ្លាញចោលនៅទំនិញដែលនាំចូលពីសៀមប៉ុណ្ណោះចំណែកឯសកម្មភាពជាក់ស្ដែងពុំទាន់បានឃើញនៅរូបភាពឬក៏វីដេអូណាមួយឡើយដែលមានបំណងក្នុងការដុតបំផ្លាញនឹងសាច់បង្កកដែលនាំចូលមកពីប្រទេសសៀមដោយបានបញ្ជាក់ថាក្នុងគោលបំណងដើម្បីចូលរួមធ្វើការពហិការជាមួយនឹងប្រជាជនខ្មែរ
ដែលមិនប្រើប្រាស់ទំនិញរបស់សៀមសូមគម្រោងចាំទាល់តែមានការវាយប្រហាររបស់មតិមហាជនទើបខ្លួនធ្វើការកែប្រែបុគ្គលត្រូវមានគំនិតមនសិការជាតិនិយមផ្ទាល់ខ្លួនកុំចាំតែគេនិយាយទើបខ្លួនធ្វើសកម្មភាពស្របតាមការនិយាយរបស់គេនោះករណីរបស់អតីតអង្គការរូបនេះទាល់តែប្រជាជនធ្វើការវាយប្រហារដោយមតិសាធារណៈទើបខ្លួនបញ្ចេញនៅសកម្មភាពមួយដែលមានបំណងចង់ដុតបំផ្លាញនៅទំនិញដែលនាំចូលពីសៀមទាំងនេះបើប្រជាជនមិននិយាយមិនធ្វើការបញ្ចេញមតិរិះគន់នោះទេខ្លួនប្រកាសជាសម្ងំធ្វើការចែកចាយទំនិញសៀមទាំងនោះនៅលើទីផ្សារកម្ពុជាមិនខានទោះបីជាទំនិញទាំងអស់នេះស្ថិតនៅក្រោមការត្រួតពិនិត្យរួចរាល់របស់កបបក៏ដោយក៏ប៉ុន្តែមហាជនទូទៅបង្ហាញនៅគំនិតថាមិនមានទំនុកចិត្តក៏ដូចជាមិនមានឆន្ទៈក្នុងការប្រើប្រាស់ទំនិញរបស់សៀមនោះឡើយការបែកធ្លាយនៃព័ត៌មាននៃការនាំទំនិញសាច់បង្កក់សៀមចូលនេះយើងបានដឹងហើយគឺបានបែកធ្លាយព័ត៌មានដោយលោកផែកមណៈដែលជាអ្នកសារព័ត៌មានដែលស្រឡាញ់យុត្តិធម៌គាត់មានសមាជិកភាពមកពីអតីតមន្ត្រីជាន់ខ្ពស់នៃនគរបាលយុត្តិធម៌ចំពោះករណីនៃអតីតអង្គការរូបនេះលោកផែកមណៈបានលើកឡើងថាការពិសោធន៍របស់កបបត្បិតតែមន្ទីរពិសោធន៍កបបនោះមានស្តង់ដារទទួលស្គាល់ដោយអាស៊ាននិងស្តង់ដារទទួលស្គាល់ដោយជប៉ុនពិតមែនក៏ប៉ុន្តែគាត់មិនមានទំនុកចិត្តសោះឡើយមានន័យថាភាពយុត្តិធម៌ឬក៏មិនយុត្តិធម៌គឺស្ថិតនៅលើមន្ត្រីអ្នកអនុវត្តច្បាប់នោះឯង